អាការប្រកាសថាខ្លួនកំពុងមានទម្ងន់ស្រាប់តែមហាជនខមមិនដាក់ចំបែបនេះអ្នកលេងបណ្ដាញសង្គម Facebook ទាំងអស់ទូការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញអាការដែលគេស្គាល់ច្បាស់ថាជាតារា TikTok ដ៏ល្បីឈ្មោះមួយរូបដែលនោះបានបង្ហោះវីដេអូនៅមុននេះបន្តិចដែលបង្ហាញថាតារា TikTok រូបនេះកំពុងពោពោះកូនដំបងដែលដំណឹងនេះធ្វើឲ្យអាការរំភើបឡើងស្រក់ទឹកភ្នែកព្រោះសប្បាយចិត្តខ្លាំងជាមួយគ្នានេះអាការក៏បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹង caption ថាកូនជាទ្រព្យដែលព្រះប្រទានឲ្យរបស់ម្ដាយស្របពេលជាមួយគ្នានោះដែរក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនអបអរសាទរថាអបអរសាទរផងអាការជូនពរឲ្យកូននិងបងមានសុខភាពល្អណាស់បងមើលហើយឡើងយំតាមសប្បាយចិត្តណាស់ដែលចែកបានដូចក្តីស្រមៃក្តីស្រឡាញ់គឺវាបែបហ្នឹងចាប់ដើមមានកូនសប្បាយចិត្តពេលកូនកើតមករត់តែសប្បាយចិត្តធ្វើអីក៏ដោយឲ្យតែកូនសប្បាយចិត្តអ្វីគ្រប់យ៉ាងធ្វើដើម្បីកូនដោយឡែកក៏មានមតិខ្លះទៀតលើកឡើងទៅកាន់អាកាថាមានកូនកុំហូបហឹលពេកកុំហូបរបស់ស្រស់អូនជាយាមហូបឆ្អិនឲ្យបានច្រើនជាងឆៅញ៉ាំទឹកដោះគោឆៅទឹកដូងកូននឹងមានសុខភាពល្អកុំបុកល្ហុងខ្លួនឯងទៀតណាអូនកាចាំកូនបាន5ខែចាំបុកខ្លួនឯងវិញក៏បានដែរថ្នមខ្លួនឲ្យមែនទែនកូនដំបងពិបាកថែណាស់អញ្ចឹងហើយថ្នមខ្លួនឲ្យមែនទែនណាអូន